បាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបានវិលមកជួបខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំក៏មានរឿងដ៏ព្រឺព្រួចមួយដើម្បីលើកមកនិយាយចែកជូនដល់ពុកម៉ែបងប្អូនបានស្ដាប់ផងដែរបាទគឺរឿងមួយហ្នឹងតាក់ទងនឹងផ្ទះចាស់គឺផ្ទះចាស់ហ្នឹងគឺត្រូវបានម្ចាស់ផ្ទះទុកចោលជាច្រើនឆ្នាំហើយទីតាំងនៃផ្ទះដែលគេទុកចោលជាយូរឆ្នាំហ្នឹងផងដែរគឺមានទីតាំងនៅឯខេត្តសៀមរាបផ្ទាល់តែម្ដងហើយផ្ទះចាស់មួយហ្នឹងត្រូវបានម្ចាស់ទុកចោលជាច្រើនឆ្នាំហើយពួកគាត់បានទៅធ្វើការនៅឯប្រទេសថៃឯណោះចឹងព្រោះតែជីវភាពនៃការខ្វះខាតជំពាក់គេច្រើនទើបម្ចាស់ផ្ទះលះបង់ផ្ទះទុកចោលជាច្រើនឆ្នាំដើម្បីទៅធ្វើការនៅឯប្រទេសថៃដើម្បីយកលុយមកសងគេផងដែរផ្ទះចាស់មួយហ្នឹងត្រូវបានម្ចាស់ផ្ទះទុកចោលជាច្រើនឆ្នាំហើយទៅខ្លាយទៅជាផ្ទះមួយដែលមានរឿងកើតឡើងដ៏ព្រឺព្រួចផងដែរម្ចាស់ផ្ទះបាននិយាយថាកាលពីដើមឡើងគាត់បានទុកចោលរយៈពេល3ទៅ4ឆ្នាំតែទៅហើយប៉ុន្តែគាត់មិនសូវបានមកលេងផ្ទះនោះទេក៏ព្រោះតែគាត់រវល់ធ្វើការនៅឯប្រទេសថៃណាមួយគាត់ប្រឹងធ្វើការដើម្បីរកលុយសងបំណុលគេឲ្យអស់អ្នកជិតខាងបានឃើញផ្ទះមួយហ្នឹងមានរឿងចម្លែកជាច្រើនអ្នកខ្លះបានឃើញថានៅពេលដែលយប់ឡើងគឺមានភ្លើងហោះចេញហោះចូលជាច្រើនហើយអ្នកខ្លះទៀតក៏បានឃើញដូចជាមានមនុស្សរស់នៅតែមានបើកភ្លើងនៅក្នុងផ្ទះហើយអ្នកខ្លះទៀតបានឃើញថាមានមនុស្ស3ទៅ4នាក់ដែលកំពុងរស់នៅក្នុងផ្ទះនឹងផងដែរអ្នកខ្លះគេបានកាត់ផ្ទះមួយហ្នឹងគេបានឃើញថាមានមនុស្សមួយគ្រួសារដែលមានកូនតូចកំពុងតែអង្គុយហូបបាយនៅលើផ្ទះនោះផងដែរប៉ុន្តែពួកគេមិនបានគិតថាជាអ្វីនោះទេពួកគាត់បានគិតថាប្រហែលជាម្ចាស់ផ្ទះមកលេងផ្ទះហើយមកទៅប៉ុន្តែគាត់ក៏នឹកឆ្ងល់ដែរថាហេតុអីបានម្ចាស់ផ្ទះមកលេងផ្ទះគាត់ស្ងាត់ឈឹងតាំងពីថ្ងៃមកម្លេះហើយមិនឮសូរមកសំឡេងអ្វីសោះហើយពួកគាត់ក៏បានដើរផុតទៅបាត់ទៀតជាច្រើនដងជាច្រើនសារពួកគេតែងតែមានឃើញភ្លើងហោះចេញហោះចូលជាច្រើនហើយបានឃើញមានភ្លើងព្រាបបីដូចជាមានមនុស្សដែលកំពុងរស់នៅលើផ្ទះដែលត្រូវបានម្ចាស់ផ្ទះទុកចោលជាច្រើនឆ្នាំនោះផងដែរអ្នកជិតខាងបានឃើញរឿងនេះជាច្រើនដងទើបពួកគេជឿថាផ្ទះនេះពិតជាមានរឿងដ៏ព្រឺព្រួចមួយតែយើងនឹកស្មានមិនដល់គឺជាផ្ទះដែលមានខ្មោចរស់នៅមួយគ្រួសារផងដែរអ្នកជិតខាងបានឃើញជាច្រើនដងច្រើនសារហើយពួកគេក៏បានតាក់ទងទៅម្ចាស់ផ្ទះដើម្បីផ្ដល់ដំណឹងនេះដល់ម្ចាស់ផ្ទះផងដែរម្ចាស់ផ្ទះក៏ឮដូច្នេះហើយក៏ពួកគេមានការបញ្ញាមកមើលផ្ទះហើយនឹងមកលេងផ្ទះផងដែរប៉ុន្តែពួកគេប្រហែលជាមួយខែក្រោយមកទៅពួកគេអាចឆ្លៀតមកមើលផ្ទះនៅឯស្រុកកំណើតនៅឯខេត្តសៀមរាបបាននៅពេលដែលមកដល់ពួកគេបានឃើញសភាពផ្ទះយ៉ាងចាស់ទុករោមជាខ្លាំងពីព្រោះតែគ្មានមនុស្សមើលថែប៉ុន្តែអ្វីដែលគាត់នឹកឆ្ងល់ខ្លាំងជាងគេនោះនៅពេលដែលទៅដល់ក្នុងផ្ទះគឺគ្មានដីនោះទេម្ចាស់ផ្ទះគាត់បានឆ្ងល់ជាខ្លាំងគាត់ថាហេតុអ្វីបានជាក្នុងផ្ទះរបស់គាត់ដែលជាផ្ទះទុកចោលជាច្រើនឆ្នាំមកហើយហេតុអ្វីបានជាគ្មានដីសោះចឹងព្រាបបីដូចជាមានមនុស្សរស់នៅហើយបោះសម្អាតផ្ទះនោះយ៉ាងរលោងពីក្នុងផងដែរប៉ុន្តែសភាពពីក្រៅគឺពោរពេញទៅដោយធូលីដីនិងមានការចាស់ទុត្រង់ហើយជុំវិញផ្ទះព្រាបបីដូចជាមានធូលីដីនិងកំទេចឈើជាច្រើនដែលគ្មានមនុស្សសម្អាតសោះឡើយប៉ុន្តែចម្លែកអីតែនៅក្នុងផ្ទះតែប៉ុណ្ណោះគឺមានការបោសសម្អាតក្នុងផ្ទះជាស្អាតជាខ្លាំងពួកគាត់បានមកដល់ពេលថ្ងៃហើយពួកគាត់បានមកឡើងមើលនៅពេលថ្ងៃហើយពួកគាត់ក៏បានទៅសួរអ្នកជិតខាងដែលជាអ្នកផ្ដល់ដំណឹងឲ្យគាត់ថាផ្ទះរបស់គាត់មានមនុស្សរស់នៅហើយ
នឹងមានភ្លើងហោះចេញហោះចូលថែមទៀតផងពួកគាត់បានទៅសួរអ្នកចិត្តខាងដែលជាអ្នកប្រាប់ដំណឹងនោះរបស់ពួកគាត់ក៏បានមកមើលទាំងអ្នកចិត្តខាងនិងម្ចាស់ផ្ទះដើរមកមើលផ្ទះនឹងផ្ទាល់តែម្ដងប៉ុន្តែការមកមើលផ្ទះរបស់គាត់ម្ចាស់ផ្ទះគាត់គិតថាប្រហែលជាមានមនុស្សរស់នៅហើយគាត់បានគិតថាប្រហែលជាពេលថ្ងៃអាចនឹងគេចេញទៅធ្វើការឬក៏ចេញទៅរកស៊ីផ្សេងទៅពេលថ្ងៃបានពួកគាត់មកមិនជួបអញ្ចឹងម្ចាស់ផ្ទះគាត់មានតែព្យាយាមរងចាំដល់យប់ដើម្បីចង់ជួបថានរណាជាអ្នករស់នៅក្នុងផ្ទះរបស់គាត់ដោយពួកគាត់ប្រៀបបីដូចជាមិនសូវជឿនឹងអ្នកចិត្តខាងប្រាប់ទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះនៅពេលដែលគាត់នៅដល់យប់ជ្រៅបន្តិចគឺមានរឿងដ៏ព្រឺព្រួចជាច្រើនពួកគាត់បានឃើញមនុស្សដែលរស់នៅក្នុងផ្ទះនឹងពិតប្រាកដមែនប៉ុន្តែពួកគេគឺជាមនុស្សពពុះអវិញ្ញាណតែប៉ុណ្ណោះពួកគេបានឃើញពួកមនុស្សអវិញ្ញាណនឹងអង្គុយលើក្រែនៅមុខផ្ទះរបស់ពួកគាត់មិនមែននៅក្នុងផ្ទះនោះទេក៏ព្រោះតែម្ចាស់ផ្ទះបាននៅក្នុងផ្ទះហើយម្ចាស់ផ្ទះបានក៏លែងទៅមើលពួកគេដែលអង្គុយនៅលើក្រែប្តីប្រពន្ធហើយនឹងកូនតូចមួយផងដែរហើយពួកគេក៏ឃើញបែបនេះពួកគេក៏មានការភ្ញាក់ផ្អើលហើយនឹងភ័យខ្លាចជាខ្លាំងប៉ុន្តែពួកអវិញ្ញាណនោះពួកមិនបានធ្វើអីដល់ម្ចាស់ផ្ទះនោះទេគ្រាន់តែពួកគេបានឲ្យឃើញខ្លួនតែបន្តិចតែប៉ុណ្ណោះនៅពេលដែលម្ចាស់ផ្ទះព្យាយាមចុះទៅជិតដល់ស្រាប់តែពួកអវិញ្ញាណនោះក៏បាត់ទៅវិញរឿងរ៉ាវមួយនេះពួកគាត់ក៏បានដេកក៏បានសម្រាកនៅក្នុងផ្ទះមួយយប់ទាំងប្តីទាំងប្រពន្ធប៉ុន្តែរឿងរ៉ាវដ៏ព្រឺព្រួចបំផុតនៅពេលដែលគាត់សម្រាកនៅក្នុងផ្ទះនោះទៅគាត់បានយល់សប្តិថាមានមនុស្សដែលពួកគាត់បានឃើញ3នាក់មានប្តីប្រពន្ធហើយនឹងកូនតូចនោះបានមកសុំទីជម្រករបស់គាត់ពិតប្រាកដមែនហើយបានមកសុំទីជម្រកដើម្បីជ្រកនៅក្នុងផ្ទះនោះប៉ុន្តែពួកគាត់មានការប្រកែកជាខ្លាំងនៅក្នុងការយល់សប្តិមួយនោះហើយពួកគេបាននិយាយថាពួកគេបានរស់នៅក្នុងផ្ទះនឹង3ទៅ4ឆ្នាំមកហើយមិនមានអ្នកណាមកដេញសោះឡើយប៉ុន្តែនៅពេលដែលម្ចាស់ផ្ទះមកវិញពួកគេក៏បានសុំម្ចាស់ផ្ទះមករស់នៅប៉ុន្តែដោយសារតែម្ចាស់ផ្ទះមិនព្រមមករស់នៅមិនព្រមឲ្យរស់នៅជាមួយក៏ពួកគេមានការខឹងនឹងម្ចាស់ផ្ទះជាខ្លាំងលុះដល់ស្អែកឡើងម្ចាស់ផ្ទះក៏មិនបាននិមន្តលោកឬក៏មិនបាននិមន្តលោកឬព្រះសង្ឃដើម្បីបណ្ដេញខ្មោចនោះទេពួកគេនៅតែចង់ដឹងថាតើខ្មោចមួយហ្នឹងនឹងមានរឿងអ្វីកើតឡើងចំពោះពួកគេនៅយប់បន្តទៀតនៅពេលដែលយប់ទី2ពួកគេទាំង3នាក់គឺមានការខឹងនឹងម្ចាស់ផ្ទះជាខ្លាំងដោយពួកគេបានសុំស្រួលបួលជាមួយនឹងម្ចាស់ផ្ទះដើម្បីរស់នៅជាមួយគ្នាប៉ុន្តែម្ចាស់ផ្ទះមិនព្រមទើបធ្វើឲ្យពួកអវិញ្ញាណទាំង3នាក់នោះមានការខឹងស្របាយ៉ាងខ្លាំងទើបពួកគេមានការលងបន្លាចទាំងយប់ពេលខ្លះម្ចាស់ផ្ទះបាននិយាយថាគឺមានមនុស្សដើរយ៉ាងលឿននៅក្នុងផ្ទះរបស់គាត់ប្រៀបបីដូចជាធ្វើឲ្យគាត់ខ្លាចអញ្ចឹងគាត់ថាបានឃើញដើរវឹកពីនេះវឹកពីនោះគឺដើរយ៉ាងលឿនខ្លាំងប្រៀបបីដូចក្នុងរឿងអញ្ចឹងដែរហើយពេលខ្លះទៀតគាត់បានថាមួយយប់ហ្នឹងគាត់មិនបានសម្រាប់សោះឡើយក៏ព្រោះតែពួកគេមានការរើទម្លាក់អីវ៉ាន់ដែលពោពេញទៅដោយកំហឹងរើទម្លាក់អីវ៉ាន់ពេញផ្ទះរាយប៉ាយយ៉ាងខ្លាំងទើបម្ចាស់ផ្ទះមានការភ័យខ្លាចទាំងប្តីទាំងប្រពន្ធមិនហ៊ានស្នាក់នៅក្នុងផ្ទះនោះឡើយទើបមួយយប់ហ្នឹងគាត់មិនបានសម្រាកហើយគាត់បានសម្រាកតែពេលរៀបភ្លឺតែបន្តិចហើយពួកអវិញ្ញាណទាំង3នោះក៏មានការគំរាមកំហែងមកយកសពគំរាមកំហែងម្ចាស់ផ្ទះម្ដងទៀតថាបើមិនឲ្យពួកគេរស់នៅក្នុងផ្ទះនោះទេពួកគេនឹងសម្លាប់ម្ចាស់ផ្ទះទាំង2នាក់នោះតែម្ដង
ម្ចាស់ផ្ទះបានដេកតែពេលព្រឹកបន្តិចហើយយូសុបបែបនេះគឺជារឿងមួយដែលម្ចាស់ផ្ទះមានការភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងទើបពួកគេបានទៅនិមន្តព្រះសង្ឃដើម្បីមកប្រោះព្រំបណ្ដេញពពួកអវិញ្ញាណនឹងចោលលុះព្រឹកឡើងពួកគេទាំងប្តីទាំងប្រពន្ធបាននិមន្តព្រះសង្ឃ4ទៅ5អង្គដើម្បីនិមន្តមកប្រោះព្រំទីតាំងផ្ទះរបស់គាត់ហើយបានបណ្ដេញពួកពពួកអវិញ្ញាណដែលរស់នៅក្នុងផ្ទះរបស់គាត់នោះចេញផងដែរម្ចាស់ផ្ទះមានការរៀបចំផ្ទះបោះសម្អាតផ្ទះនិងធូលីដីហើយព្រមទាំងដែលមានស្លឹកឈើឬក៏មែកឈើជុំវិញផ្ទះនោះបានបោះសម្អាតជាខ្លាំងក៏ព្រោះតែដើម្បីកុំឲ្យពពួកអវិញ្ញាណមករស់នៅម្ដងទៀតពួកគេបាននិមន្តព្រះសង្ឃមកបណ្ដេញរួចជាការស្រេចហើយពួកគេបានមានការសម្អាតផ្ទះសាជាថ្មីហើយថែមទាំងនឹងលាបពណ៌ផ្ទះម្ដងទៀតហើយនឹងជួសជុលផ្ទះណាដែលកន្លែងណាដែលមានបាក់បែកធ្លុះធ្លាយពួកគេមានការជួសជុលឡើងវិញរឿងនេះក៏កើតឡើងដោយសារតែពួកគេបានទុកផ្ទះចោលជាច្រើនឆ្នាំជាច្រើនខែក៏ព្រោះតែដោយសារតែបំណុលទើបពួកគេហ៊ានលះបង់ផ្ទះដ៏ស្រស់ស្អាតរបស់ពួកគាត់ទុកចោលជាច្រើនឆ្នាំផងដែររឿងនេះបានកើតឡើងនៅទីតាំងខេត្តសៀមរាបផ្ទាល់តែម្ដងអញ្ចឹងអ្នកដែលមានផ្ទះថ្មីឬក៏ផ្ទះដែលស្រស់ស្អាតកុំទុកចោលយូរខែយូរឆ្នាំសោះឡើយទោះបីជាយ៉ាងណាត្រូវតែមានមនុស្សរស់នៅដើម្បីកុំឲ្យមានពពួកអវិញ្ញាណរស់នៅដូចជាផ្ទះមួយកន្លែងនេះពួកគេមានការខាត់បងជាច្រើនហើយពួកគេនៅតែមានការដិតដាមភ័យខ្លាចចំពោះផ្ទះរបស់ខ្លួនដែលមានរឿងអាស្រូវបែបនេះដូច្នេះចឹងបងប្អូនកុំទុកផ្ទះចោលឲ្យនៅយូរឆ្នាំយូរខែសោះឡើយរឿងនេះក៏បានបញ្ចប់ទៅត្រឹមហ្នឹងសូមអរគុណតើបងប្អូនមានរឿងអ្វីដែលព្រឺព្រួចអាចនិយាយមករៀបរាប់នៅក្នុងខមមិននេះបានសូមអរគុណ